ឥឡូវនេះអត់ប្រកែកជាមួយថាអ្នកណារកឃើញរកមិនឃើញបានដឹងថាលោកសាស្ត្រាចារ្យជាអ្នករកឃើញហើយប៉ុន្តែចង់ដឹងថាជាម្នាក់ដែលបានរកឃើញបាទទេបាទអីខ្លះបាទទេបានជាថារកឃើញពីព្រោះឧទាហរណ៍បាត់ហ្នឹងបានរកឃើញបាទទេឥឡូវយើងថានិយាយចុះថាបាត់ហ្នឹងបានមែនហើយពីព្រោះពាក្យសម្ដីចាស់ទុំជំនឿបដៅការត្អូញត្អែរបស់ជនជាតិយើងហ្នឹងខ្ញុំអ្នកឯទៀតគេមិនបានស្ដាប់មិនបានដឹងអានឹងជារឿងរបស់គេទេប៉ុន្តែខ្លួនខ្ញុំវិញដែលរស់នៅក្នុងភូមិក្នុងស្រុកណាតាមវត្តអារាមស្គាល់ពួកចាស់ទុំស្រុកគេនិយាយនឹងមកគេតែងតែត្អូញត្អែថាខ្មែរយើងធ្លាក់ខ្លួនមានទុក្ខវេទនាអាប់អោនមកហ្នឹងពីព្រោះខ្មែរហ្នឹងបាត់ក្បួនអញ្ចឹងណាក្បួនកពីអីអស់ហ្នឹងជាគោលបាតឬគុលជនជាតិយើងជាវិធីជាមន្តអាគមជាគ្រឿងប្រដាប់គ្រប់សពចំណេះវិជ្ជាសម្រាប់រៀបចំសង្គមកសាងស្រុកប្រទេសជាតិអីទាំងអស់ហ្នឹងហើយមិនបានវាបាត់គឺថាបាត់ពីព្រោះទាំងអស់ហ្នឹងយើងយកទៅដាក់ក្នុងពោះបកគោហើយនឹងបកែវហើយដល់សៀមហ្នឹងមកវាយយកបានបកែវនឹងបកគោនឹងទៅហ្នឹងគេយកទៅស្រុកគេទៅយើងនឹងវាអត់អីរៀនសូត្រធ្វើជាឯកសារជាលំនាំក្បួនខ្នាតសម្រាប់រស់នៅសម្រាប់កសាងគុំជាតិអីហ្នឹងទៅហ្នឹងព្រោះទាំងអស់ហ្នឹងវានៅក្នុងពោះបកគោបកែវមានតែលីគីនិយាយទេបាទគ្រាប់លឺចឹងដែរប៉ុន្តែចំណុចហ្នឹងវាមានន័យយ៉ាងម៉េចទៅវិញទៀតគេជួយលោកគិតតិចមើលថាទាំងអស់នេះទៅដាក់ក្នុងបកគោបកែវនេះយ៉ាងម៉េចហើយបកែវហ្នឹងនៅថៃនៅស្រុកមកកសប្ងៃហ្នឹងណាធៀមគេតាំងនៅក្នុងសារមន្ទីរជាតិរបស់គេហ្នឹងហើយអូគេរក្សាគេថែគេមើលមកចាណាថ្លៃខ្មែរហ្នឹងទៅយកមកវិញស្អីមកវិញហ្នឹងហើយពួកអានេះជឿសម្រាប់ហ្នឹងរឿងបកែវហ្នឹងបាទបកែវហ្នឹងខ្ញុំមើលទៅបាត់តែជាត្បូងមរកតធំមួយអស្ចារ្យយើងយកមកឆ្លាក់ទៅជាពុទ្ធរូបទៅណាក្រៅពីឫទ្ធានុភាពមហិទ្ធិឫទ្ធិអីផ្សេងវាមានតម្លៃជាត្បូងពេជ្រត្បូងមរកតហ្នឹងតែម្ដងហើយយកក្បួនខ្នាតទាំងអស់ហ្នឹងកាពីទាំងអស់យកទៅដាក់ក្នុងពោះបកែវហ្នឹងមិនកើតនោះគេថាដាក់ក្នុងពោះបកគោទៅដាក់ពោះបកគោហើយគោហ្នឹងក៏មិនមែនធំអស្ចារ្យដែរណាបាទតូចទេហើយដល់អញ្ចឹងទៅយកទៅដាក់ក្នុងហ្នឹងមិនកើតពួកអ្នកខ្លះគេនិយាយឲ្យទៅរួចឲ្យទៅឈ្នះហ្នឹងគេថាគេចាទូចដូចជាដេញមីក្រូហ្វីលអញ្ចឹងណាដូចក្នុងសម័យ high tech គេtechnology ហ្នឹងគេយកចំណេះវិទ្យាសៀងទាំងអស់ហ្នឹងយកទៅដាក់ចាតូចនៅក្នុងនឹងទៅខ្ញុំអត់ជឿទេសុំទោសចោះគាត់ថាបើនិយាយថាសៀមវាយយកបានបកគោបកៅទៅហ្នឹងយើងក៏ធ្លាក់អន់ថយមកអានឹងវាក្នុងពេលវេលាដែលយើងនឹងចាញ់គេអាប់អោនទូនទៀបទៅហ្នឹងអានឹងវាពិតប្រកបមែនហើយមិនមែនបានក្តីថាចំណេះវិជ្ជាចេះដឹងឬគល់ខ្មែរហ្នឹងវាបាត់ទៅតាមគូបកៅអញ្ចឹងនោះមិនមែនអញ្ចឹងទេបាទមិនយល់ហើយចេះថាអញ្ចឹងទៅចាស់ចង់គេថាចេះទៅទៀតគេថាថែមគេថាចិនលីកពីចូលស្រុកហើយការនេះយើងមិនចាំអារម្មណ៍មិនយល់ឲ្យស្មានចេះតែនិយាយឯការពិតវិលីបែបកពីនេះកពីជាសាសនាក្តីកពីជាមនោគមវិជ្ជារហូតមកដល់សម័យថ្មីនេះគឺលទ្ធិកុម្មុយនីសមកនិយមនឹងអានឹងគឺជាកពីចិនអាសភៅតូចក្រហមដែលយកសម្ដីរបស់ម៉ៅសេតុងមកសូត្រមករៀនដូចជាកពីសាសនាអញ្ចឹងអានឹងគឺជាកពីចិនមនុស្សម្នាវាមកនៅពេញក្នុងស្រុកយើងបកបកើតទៅនាមទៅលំរហូតទៅដល់ធ្វើអាពាហ៍ពិពាហ៍អីគេយកអំបោះមកចងដៃហ្នឹងលោកដឹងពណ៌អីទេឥឡូវហ្នឹងពណ៌ក្រហមទេណាពណ៌ក្រហមពណ៌ចិនណាចិនវានិយមពណ៌ក្រហមហ្នឹងវាយកពណ៌ក្រហមយើងបោះចងដៃហ្នឹងបោះសទៅនឹងទង់ពលឹងទង់កពើសហើយក្រហមហ្នឹងទៅជាឈាមស្រស់ទៅវិញបាទលោកសាស្ត្រចាស់ខ្ញុំសូមបើកវងកញ្ចក់ត្រង់ហ្នឹងបន្តិចមុនអញ្ជើញតទៅទៀតមិញលោកសាស្ត្រចាស់មិនជឿទេដែលថាខ្មែរបាត់គម្ពីរតាមរយៈការដែលបាត់ព្រោះសៀមបានយកទៅនៅប្រគោប្រកែវហ្នឹង
ប៉ុន្តែលោកសាស្ត្រាចារ្យមានជំនឿថាចិនលីកំពីចូលស្រុកគឺជំនឿនឹងមែនតាអានឹងមែនបាទតែខុសគ្នារបៀបម៉េចចំណុចទាំងពីរហ្នឹងទេគឺថាដល់គេយកកំពីគេពីក្រៅចូលមកវាបាត់កំពីយើងហើយមានអីអានឹងស្រួលយល់ណាស់ប៉ុន្តែទៅកុំថាទៅចិនយីកំពីចូលស្រុកយើងត្រូវថាពួកលីកំពីឥណ្ឌាចូលស្រុកផងវាទៅជាសាសនាកម្ពុជាវាទៅជាលទ្ធិកម្ពុជារាជសម្បត្តិកម្ពុជារបបគ្រប់គ្រងកម្ពុជាគ្រប់ទាំងអស់ហ្នឹងទៅវាបាត់ខ្មែរទៅកវីខ្មែរបាត់ទៅវាព្រោះគ្នាឯងខាងក្នុងស្រុកនឹងក្តីអាគេមកពីក្រៅក្តីគេយកកពីរបស់គេយកមកជំនួសកពីដើមរបស់ជនជាតិយើងអាការដែលបោះបង់កពីជាតិយើងនឹងចំពោះខ្មែរមានគុណវិបត្តិសន្ធឹកសន្ធាប់ណាស់រៀនស្រុកគេទៀតជនជាតិគេទៀតដែលគ្មានឬគល់គ្មានសាសនាផ្ទាល់របស់ខ្លួនអីចឹងទេហ្នឹងយកគេពីក្រៅមកបញ្ចូលក្នុងរបស់ខ្លួនហ្នឹងវាមិនមែនជាទោសទេជួនកាលវាទៅជាឲ្យចម្រើនវិញបាទទេក៏ប៉ុន្តែចំពោះខ្មែរវាមិនអញ្ចឹងវាមិនមែនយកកាត់យកមកបន្តិចស្រង់យកទៅកន្លែងតំណាដែលល្អចម្រើនវាច្រើនតែអាកពីគេចូលមកគឺយករងអស់រមងបាទទេដូច្នេះនៅក្នុងន័យហ្នឹងបើខ្ញុំស្រាប់ភាសាលោកសាស្ត្រាចារ្យមិនច្រឡំទេគឺថាការបាត់បង់កម្ពីខ្មែរនេះតាមពិតវាមិនមែនបាត់ពីព្រោះថាគេមកយកទៅទេក៏ប៉ុន្តែបាត់ពីព្រោះថាយើងទទួលយករបស់គេទាំងអស់ហើយយើងបំភ្លេចខ្លួនឯងអញ្ចឹងទេណាមិនបំភ្លេចផងយើងកំតិចយើងបំបត្តិដោយកំតិចឲ្យវិនិច្ឆ័យដេញរឿងកំតិចវិនិច្ឆ័យបងឲ្យហិនហោចហ្នឹងគឺយកនយោបាយពួកខ្មែរក្រហមជំនាន់អាពតហ្នឹងយកមកពិនិត្យមើលឃើញបាទគឺថាកាប់លើងជីរឹសនឹងឲ្យអស់រលីងសង្គមចាស់មនុស្សពុកអលួយបតិកិរិយាមនុស្សចាស់ចំនួនពីមុនមកសង្គមដើមសកតិភូមិហ្នឹងត្រូវតែរំលាយកំតិចឲ្យអស់ហើយបង្កើតមនុស្សសង្គមថ្មីមួយឡើងវិញតាមទស្សនៈយល់របស់ពួកវាអស់នោះហើយក្នុងសាសនាមួយនេះចូលមកយើងស្គាល់ដឹងជាងគេពុទ្ធសាសនាហើយលោកមើលកាលណាទៅបួសគឺគេមិនកំតិចរំលើងមនុស្សខ្មែរហ្នឹងពីដើមយើងកាន់ទឹកដីនាងកហ៊ីងកំពើជាកូនកំពើហើយគេត្រូវតែដូរកែពំបុះកូនកំពើហ្នឹងឲ្យទៅជាជានាគវិញរួចទៅបានបួសជាភិក្ខុសង្ឃមែនតែនហើយពេលនោះគឺដូរឈ្មោះទាំងអស់ហើយឈ្មោះពុកម្ដាយអីចោលអស់ហើយដាក់ឈ្មោះថ្មីតាក់ទងទៅនឹងឥណ្ឌាទៅនឹងពរិញ្ញាស័យឲ្យមកពៀនអីណាវងនេះវងនោះពូធិអីគ្រប់សពទាំងអស់លែងឲ្យស្គាល់ពុកម្ដាយអីហ្នឹងឲ្យពុកម្ដាយសំពះវិញហើយក្នុងនឹងគ្មានរឿងលោកីក្នុងស្រុកយើងអីស្រុកយើងទេណាទៅធ្វើបន់ដាក់ទៀនមកគឺចិនក៏ដោយយួនក៏ដោយបរទេសក៏ដោយទទួលទាំងអស់មានគំនិតជាតិនិយមខ្លួនឯងហ្នឹងអស់គឺកម្មប្រកាន់តែពួកណាដែលជឿសាសនានឹងដូចគ្នាធំបំផុតដែលគេមកប្រមាថកពីហ្នឹងគឺប្រមាថមែនតែនគឺដោយដុតណាគឺភ្នក់ភ្លើងដុតណាអូតូដាហ្វេដែលយើងឲ្យមុនអញ្ចឹងដុតសត្រាលបែងយើងមិនមែនជាសត្រាបល័យហើយដំណើរពីរឿងពុទ្ធពីជាតិកំណើតដើមអង្គពោធិសត្វមុននឹងបានត្រាស់ស្អីហ្នឹងរឿងណាដែលមិននិយាយពីពុទ្ធអង្គហ្នឹងគឺទុកជាកំហុសអាក្រក់ដែលត្រូវតែដុតកំតិចចោលហ្នឹងបាទអារឿងនៃដុតសម្លាប់កំតិចហ្នឹងសំទោសនេះខ្ញុំបានរកឃើញរៀបចំជាក្បួនជាកម្រងច្បាស់លាស់ណាមិនមែនចេះតែនិយាយទេគម្ពីរឥណ្ឌាព្រហ្មញ្ញសាសនាគេចូលមកគេកំតិចខ្មែរនឹងយ៉ាងម៉េចចូលពុទ្ធសាសនាមកកំតិចខ្មែរនឹងបែបរបៀបយ៉ាងណាខ្លះប៉ុន្តែយល់នេះទៅយល់តែគម្ពីរយើងដើមនឹងស្អីសិនបាទ